ជាដំបូងខ្ញុំសូមគោរពដល់លោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះខ្ញុំបាទឈ្មោះប្រវណ្ណៈជាសមាជិកនៃក្លឹបគណិតវិទ្យាថ្នាក់ទី10នៃវិទ្យាល័យគប់ព្រីងដោយថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅចំពោះទី2ព្រោះធាដែលត្រូវនឹងមេរៀនទី1ព្រោះធាដោយបកស្រាយនៅចំណុច4ទី2គឺជាការដាក់សរសើរនៅក្រេទី2ជាផលគុណកត្តាតាមវិធីបំបែកតួកតាជាដំបូងឡើយដើម្បីដាក់ជាផលគុណកត្តានៅក្រេទី2តាមវិធីបំបែកតួកតាហ្នឹងគឺមុនដំបូងគឺយើងត្រូវធ្វើតាមជំហានខាងក្រោមទី1គឺកំណត់មេគុណ ABC នៃ AX ការ៉េបូក BX បូក AC ដោយទី2ហ្នឹងគេធាផលគុណ A និង C ហើយទី3ហ្នឹងគឺបំលែងផលគុណ A គុណនឹង C ដោយគុណតួទាំងពីរយកមកបូកចូលគ្នាដោយស្មើនឹងតួ B ទី4ហ្នឹងគឺតួគុណទាំងពីរណាដែលយកបូកចូលគ្នាស្មើនឹងតួកណ្ដាល B នោះជាលេខដែលត្រូវបំបែកជាតួកណ្ដាលហើយទី5គឺដាក់ជាកត្តានៅទ្វេធាដែលដូចគ្នាដោយឧទាហរណ៍ចូលដាក់កន្សោមនៅក្រេទី2ខាងក្រោមជាផលកត្តាតាមវិធីបំបែកតួកណ្ដាលអញ្ចឹងដោយអក្សរកង x ក្រេដក 7x បូក10និងអក្សរខ x ក្រេបូក 5x បូកនឹង6ឥឡូវនេះយើងមកចូលធ្វើការដោះស្រាយទាំងអស់គ្នាអញ្ចឹងអក្សរកហ្នឹងគឺមុនដំបូងគេឲ្យ x ក្រេដក 7x បូក10អញ្ចឹងយើងដឹងជាដំបូងយើងដឹងហើយថាយើងត្រូវកំណត់មេគុណតួ A B និង C ដោយមេគុណ A គឺ1ដល់ពេលមេគុណ B គឺដល់7និងមេគុណ C ហ្នឹងគឺ10អញ្ចឹងជាបន្តបន្ទាប់ពីយើងធ្វើការកំណត់មេគុណវារួចហើយគឺមុនដំបូងគឺយើងត្រូវយកមេគុណតួ A គុណនឹងតួ C ដើម្បីធ្វើឲ្យយ៉ាងណាគឺស្មើនឹងតួកណ្ដាលរបស់យើងវិញអញ្ចឹងយើងដឹងហើយថានេះដក2និងដក5គឺយើងគុណមកគឺស្មើគឺបាននឹងដក7អញ្ចឹងបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយជាដំបូងឡើងគឺយើងធ្វើការចាប់វាជាកត្តាតែម្ដងអញ្ចឹងតួទី1កត្តាទី1នឹង x ក្រេដក 2x យើងចាប់អីបានយើងមើលអញ្ចឹងយើងត្រូវចាប់អីអញ្ចឹងយើងចាប់xមក x កត្តានឹង x ដក2ដល់ពេលហ្នឹងអាពីរតួនេះយើងមើលថាយើងចាប់អីគេបានអញ្ចឹងយើងចាប់ហើយនេះគឺយើងចាប់លេខ5បានដើម្បីឲ្យស្មើនឹងនេះដែរអញ្ចឹងយើងប្រាប់ចាប់5កត្តានឹង x ដក2អញ្ចឹងបន្ទាប់ពីយើងចាប់ហើយនេះយើងឃើញតួនេះដូចគ្នាអត់ឃើញបន្ទាប់ពីដូចគ្នាគឺយើងសរសេរមកតែមួយតែគឺយើងសម្រួលវាចោលមួយអញ្ចឹងយើងបាន x ដក2កត្តានឹង x ដក5អញ្ចឹងចម្លើយរបស់យើងដូចនេះគឺ x ការ៉េដក 7x បូក10គឺស្មើនឹង x ដក2និងកត្តានឹង x ដក5អញ្ចឹងយើងចូលមកដាក់អក្សរខអញ្ចឹងអក្សរខគឺ x ការ៉េបូក 5x បូកនឹង6អញ្ចឹងយើងធ្វើដូចតាមមិនដែរទេគឺជាដំបូងឡើយគឺយើងត្រូវកំណត់មេគុណរបស់វាសិនអញ្ចឹងកំណត់មេគុណ A B និង C អញ្ចឹងបន្ទាប់ពីកំណត់ហើយយើងត្រូវបន្តមកទៀតគឺយើងត្រូវយកតួ A យកមេគុណនៃតួ A ត្រូវនឹងគុណមេគុណនៃតួ C ដើម្បីគុណយ៉ាងណាឲ្យស្មើនឹងតួកណ្ដាលរបស់យើងវិញអញ្ចឹងយើងបាននៅ x ការ៉េបូក 2x បូកនឹង3បូកនឹង6ដោយសារតែ2គុណនឹងបន្ទាប់ពីយើងចាប់បានគុណដើម្បីឲ្យស្មើគ្នាហើយយើងបន្តមកទៀតគឺយើងត្រូវចាប់វាចូលជាកត្តាអញ្ចឹងយើងមើលពីតួដំបងអញ្ចឹងពីតួដំបង x ក្រេបូក 2x យើងចាប់អីបានអញ្ចឹងពីតួហ្នឹងគឺយើងត្រូវតែចាប់ x អញ្ចឹងយើងចាប់ x មក x កត្តានឹង x បូក2បន្ទាប់មកគឺយើងមើលរឿងពីតួទៀតគឺយើង 3x បូកនឹង6អញ្ចឹងយើងមើលថាចាប់អីបានអញ្ចឹងយើងចាប់បានមកគឺ3កត្តានឹង x បូក2អញ្ចឹងបន្ទាប់ពីយើងចាប់វាជាកត្តាចាប់មេគុណវាចេញហើយយើងបន្តមកទៀតយើងត្រូវដាក់វាជាកត្តាតែម្ដងដោយសម្រួលដែលទូដូចគ្នាយើងគឺសរសេរមកតែមួយទេអញ្ចឹងយើងបានx បូក2កត្តានឹង x បូក3អញ្ចឹងចម្លើយរបស់វាគឺដូចនេះ x ការ៉េបូក 5x បូក 6គឺស្មើនឹង x បូក2កត្តានឹង x បូក3សូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលឲ្យមានតម្លៃទស្សនាវីដេអូមួយនេះ